បងប្អូនជំរាបសួរបងប្អូនបងប្អូនណាខ្លះស្គាល់ស្ពានរបៀបអញ្ចេះបងប្អូននេះគេហៅថាស្ពានឬក៏ទំនប់បង្ហៀទឹកបងប្អូនការដែលគេធ្វើស្ពានឬក៏ទំនប់បង្ហៀទឹកនេះឡើងគឺអត្ថប្រយោជន៍គេចង់ស្តុកទឹកនៅខាងនោះសម្រាប់ខែប្រាំងខែវស្សាអីបើសិនជាទឹកហូរខ្លាំងអីយើងអាចធ្វើដំណើរបានទេប៉ុន្តែបើសិនជាទឹករបៀបអញ្ចេះយើងអាចធ្វើដំណើរឆ្លងកាត់បានបាទបងប្អូនពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់ក៏បានឃើញហើយក៏ផ្ដល់រូបភាពជូនបងប្អូនហើយក៏ប្រាប់ពីអត្ថប្រយោជន៍ខ្លះចែករំលែកនៅអ្វីដែលខ្ញុំបានដឹងខ្លះអញ្ចឹងបងប្អូនដូចជាខ្ញុំជំរាបពីដំបូងអញ្ចឹងការដែលគេធ្វើទំនប់ឬក៏ស្ពានបង្ហៀទឹកនេះគឺអត្ថប្រយោជន៍គឺគេចង់ស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅខែប្រាំងប៉ុន្តែនៅខែវស្សាបើភ្លៀងជន់ចូលខ្លាំងអីវានឹងហូរខ្លាំងហើយនឹងហូររបៀបអញ្ចេះប៉ុន្តែយើងនៅតែអាចធ្វើដំណើរឆ្លងកាត់បានអញ្ចឹងហើយទីតាំងកន្លែងនេះគឺខ្ញុំធ្វើដំណើរទៅខាងគិរីរម្យដល់តែពេលឆ្លងកាត់ឃើញថាស្អាតហើយប្លែកភ្នែកក៏ឆ្លៀតថតផ្ដាច់ជូនបងប្អូនទស្សនាបន្តិចទៅហើយតែប៉ុណ្្នឹងទេបងប្អូនចាំមើលខ្ញុំថតទស្សនវិជ្ជាទាំងមូលឲ្យបងប្អូនបានឃើញថានៅពេលដែលយើងដើរទៅទឹកហូរមិនអីមិនណាពេលខ្លះបងប្អូនអាចឃើញក្នុងវីដេអូអាចឃើញថាមិនគួរណាហ៊ានឆ្លងអីខ្លាចគ្រោះថ្នាក់អីចឹងប៉ុន្តែអត់អីទេបងប្អូនយើងអាចឃើញទស្សនវិជ្ជាជាក់ស្ដែងយើងអាចដឹងថាយើងអាចឆ្លងបានឬក៏មិនបានមិនមែនជាថាត្រូវតែឆ្លងខ្ញុំថាឆ្លងបានបងប្អូនជាឆ្លងឯណាមែនទេយើងឃើញមកដល់ភ្លាមយើងឃើញចាក់ស្ដែងយើងអាចថាជិះម៉ូតូក៏បានឡានក៏បានឬក៏ដើរឆ្លងកាត់ដោយថ្មើរជើងក៏បានដែរបងប្អូនដូចនៅខាងក្រោយខ្នងខ្ញុំចឹងក៏មានម៉ូតូមានឡានអីជិះចុះជិះឡើងហើយផ្លែកភ្នែកហ្មងបងប្អូនឥឡូវតោះកុំឲ្យខាត់ពេលយូរអញ្ជើញបងប្អូនទស្សនាបងប្អូនតើធ្លាប់ចាប់អារម្មណ៍ដែរទេថាហេតុអ្វីបានជាស្ពានមួយចំនួនត្រូវបានគេសាងសង់ឡើងឲ្យមានកម្ពស់ទាបហើយអនុញ្ញាតឲ្យទឹកហូររំលងពីលើនៅរដូវវស្សានោះហើយជាអ្វីដែលគេហៅថាស្ពានបង្ហៀទឹកបងប្អូនស្ពានបង្ហៀទឹកគឺជាសំណង់វិស្វកម្មដីស៊ីវិលដ៏វៃឆ្លាតមួយវាត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់បម្រើដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនោះទេប៉ុន្តែវាក៏មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងរំដោះទឹកជំនន់ផងដែរនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងកម្រិតទឹកភ្លៀងនឹងឡើងខ្ពស់ហើយហូររំលងពីលើស្ពានដែលនេះជួយកាត់បន្ថយសម្ពាធទឹកនិងកុំឲ្យបាក់ទំនប់ឬក៏ខូចខាតដល់សំណង់ជុំវិញនោះហើយនៅពេលដែលទឹកស្រកទៅវិញស្ពាននេះនឹងក្លាយទៅជាផ្លូវធ្វើដំណើរដ៏រឹងមាំដូចដើមបើនិយាយឲ្យងាយយល់វាគឺជាស្ពានផងនិងជាទ្វាររំដោះទឹកដ៏មានប្រសិទ្ធភាពផងដែរនេះបងប្អូនដូចបងប្អូនបានឃើញអញ្ចឹងគឺយើងមើលពីចង្ងាយទៅទឹករៀងតំណងដូចថាគួរខ្លាចដែរតែដល់ពេលមកដល់អញ្ចឹងនេះបងប្អូននេះអត់អីទេហើយផ្លូវចាក់បេតុងណាបងប្អូនរឹងមាំកុំថាឡើយឡានតូចឡានអីសំបីតែប្រភេទអាធំក៏អាចឆ្លងកាត់បានដែរនេះហើយនោះនេះអាងស្តុកទឹកបងប្អូនដែលខ្ញុំជំរាបបងប្អូនហ្នឹងគឺអត្ថប្រយោជន៍ដែលគេធ្វើអាងស្តុកទឹកហ្នឹងគឺកន្លែងនេះហើយនៅពេលដែលទុកជឹងខ្លះនេះអូឡានចេះបងចេះបងប្អូនចាប់កាមេរ៉ាចាប់ទៅខាងនោះឃើញទេឡានក៏អាចអញ្ជើញចូលមកបានដែរឡានបាទទូឡានមកក៏អាចឆ្លងកាត់យើងនៅគៀននេះក៏អត់ប៉ះដែរបងប្អូនធំគាត់ថាឡានពីរឆ្លងគ្នាអត់បានទេបានតែឡានមួយបងប្អូនខ្ញុំក៏ចង់សួរបងប្អូនម្ដងទៀតដែរថាបងប្អូនធ្លាប់អត់ដូចជាយើងដើរកាត់ស្ពានឬក៏ជិះម៉ូតូដើរពីលើអីដែលមានទឹកហូរតិចកាត់ពីលើស្ពានបែបនេះសម្រាប់ខ្ញុំគឺទទួលបានអារម្មណ៍ស្រស់ស្រាយប្លែកម្យ៉ាងដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងទីកន្លែងដែលខ្ញុំកំពុងដើរនេះមិនមែនត្រឹមតែជាកន្លែងថតរូបស្អាតនោះទេតែវាគឺជាកន្លែងផ្ដល់នូវអារម្មណ៍ថ្មីមួយដែលយើងទទួលអារម្មណ៍បានស្រស់ស្រាយម្យ៉ាងផងដែរបងប្អូនស្ពានប្រភេទនេះដូចខ្ញុំជម្រាបបងប្អូនដដែលអញ្ចឹងគឺបង្កើតឡើងដើម្បីឲ្យរស់ចុះសម្រុងជាមួយនឹងធម្មជាតិនៅរដូវប្រាំងវាគឺជាផ្លូវតភ្ជាប់ភូមិករដល់រដូវវស្សាវាដោះដូរតួនាទីទៅជាផ្ទៃរងទឹកជំនន់ហើយអនុញ្ញាតឲ្យទឹកហូរឆ្លងកាត់ដោយសេរីដោយមិនបាច់ខ្វល់ពីការបាក់ស្រុតភាពស្រស់ស្អាតនៃទឹកហូររឹមនៅលើខ្នងស្ពានបូកនឹងទិដ្ឋភាពជុំវិញតែងតែតាក់ទាញចិត្តអ្នកធ្វើដំណើរឲ្យឈប់សម្រាកជាពិសេសគឺខ្ញុំតែម្ដងឃើញបែបនេះហើយគឺអត់ចុះថតអត់បានទេបងប្អូនខ្ញុំក៏ចង់ជម្រាបសួរបងប្អូនដែរថាត
តើបងប្អូនស្គាល់ស្ពានបង្ហៀទឹកស្អាតៗនៅទីណាខ្លះដែរទេអាចខមមិនប្រាប់ខ្ញុំនៅខាងក្រោមខ្ញុំនឹងទៅថតជូនបងប្អូនផ្សេងៗដែលពួកគាត់មិនបានឃើញឬក៏មិនបានចាប់អារម្មណ៍អរគុណដល់បងប្អូនដែលចូល follow និង subscribe ជួបគ្នាវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា